ព្រាយវាឡើងទៅអាហ្នឹងឡើងចឹងណាបាទបងប្អូននេះគឺជាស្រុកស្រែចំការណាទិដ្ឋភាពស្រុកស្រែចំការជារួមបាទនៅគេហដ្ឋានលំហែនៅជនបទបាទអញ្ចឹងបងប្អូនមើលហើយជួយដាក់បន្ទុកមើលតើស្អាតទេបាទមើលហើយជួយដាក់បន្ទុកមើលតើស្អាតទេហើយទិដ្ឋភាពបែបហ្នឹងនេះរសៀលថ្ងៃលិចម៉ោងតុងល្បាក់5ណា5ជាងណាមានផ្ទះកពើម៉ូតកពើហាបាទហើយមានសួនច្បារពីមុខផ្ទះបាទមានកន្លែងចតរថយន្តបាទហើយយើងមានផ្លូវចូលទៅតាមនោះគឺផ្ទះលក្ខណៈឯកជនភាពបាទមេគ្រួសារហើយផ្ទះមិញនោះគឺលក្ខណៈក្រុមគ្រួសារទាំងមូលបាទអញ្ចឹងនេះគឺជាផ្លូវចូលទើបតែធ្វើសម្រាប់ផ្ទះមេគ្រួសារហើយធ្វើលក្ខណៈបែបបុរាណណាបាទយើងធ្វើលក្ខណៈបែបបុរាណណាមើលបងប្អូនឃើញស្អាតអត់បាទហើយយើងមានដាំដងអមជុំវិញណាបាទដងក្អូបនិងដងយកផ្លែមើលហ៎ទិដ្ឋភាពទីទៀតយើងនឹងធ្វើសួនបន្លែនៅមុខផ្ទះនេះណាដាំស្ពៃដាំរបស់នានាណាហ្នឹងហើយនេះចំហៀងផ្ទះផ្លូវចូលហើយផ្ទះនេះគឺលក្ខណៈបែបបុរាណយើងអត់មានបូកទេណាបាទយើងប្រើអត់តាន់រៀបចូលតែម្ដងបាទហើយពីចំហៀងក្រោយផ្ទះនេះយើងមានរោងបាយផ្ទះរោងបាយរបស់យើងបាទផ្ទះរោងបាយរបស់យើងនេះបាទហើយយើងមានដាំដូងហើយនៅពីក្រោយផ្ទះយើងមានកញ្ចុះបាទចំហៀងផ្ទះនេះយើងមានកញ្ចុះបាទហើយពីក្រោយផ្ទះគឺយើងមានទីធ្លាយ៉ាងធំមានកញ្ចុះហ្នឹងបាទមានកញ្ចុះហើយយើងមានទីធ្លានេះគឺសម្រាប់មានការជួបជុំណាហើយអ្វីដែលលក្ខណៈពិសេសមួយទៀតនោះគឺយើងមានចក្រានណាយើងធ្វើបែបបុរាណដែរចក្រានអាំងសាច់ហើយនឹងធ្វើស្លណាយើង open space យើងអត់មានធ្វើរោងទេអញ្ចឹងយើងអាំងនៅទីហ្នឹងហើយយើងជួបជុំគ្នាណាហើយនេះទិដ្ឋភាពពីក្រោយផ្ទះបាទពីក្រោយផ្ទះផ្ទះលក្ខណៈគ្រួសារហ្នឹងបាទបាទហើយខាងនោះផ្ទះខាងនោះគឺហ្នឹងហើយឯចំណែកខាងនេះវិញគឺយើងមានតុស្រាប់ជួបជុំហ្នឹងហើយតុស្រាប់ជួបជុំគ្នាណានេះពីចំហៀងផ្ទះខាងនេះបាទហើយយើងមានតុនេះគឺយើងជួបជុំគ្នាយើងមានលក្ខណៈពិសេសបាទហើយចំពោះផ្ទះនេះលក្ខណៈបែបបុរាណយើងធ្វើហើយមានផ្ទះមានដាក់យូររូបអប្សរារូបប្របាទជ័យមន្ទី7អីហ្នឹងបាទអូខេហើយចំពោះទិដ្ឋភាពនៅខាងក្រោយផ្ទះបន្ទាប់ពីកញ្ចុះនេះគឺយើងមានស្រះអាងចិញ្ចឹមត្រីណាមានត្រីបើខែនេះខែប្រាំងអញ្ចឹងទឹករីងណាតខែវស្សាគឺទិដ្ឋភាពបែបនេះគឺខៀវស្ងាត់តែម្ដងណាបាទហើយនោះរោងចិញ្ចឹមមាន់យើងមាន់ស្រែណាមាន់ស្រែបាទហើយនោះគឺរោងបាយនៅដាក់សម្ភារៈបាទហ្នឹងណាអានោះកន្លែងចិញ្ចឹមមាន់បាទរោងចិញ្ចឹមមាន់លក្ខណៈគ្រួសារលក្ខណៈឯកជនភាពរបស់យើងបាទ
đồ này cứ dựng đam dạ về piឆ្នាំ3ឆ្នាំហើយចឹងអាចពី3ឆ្នាំទៀតបានផ្លែណាបើតើបាទយើងមានស្រះទឹកខាងនេះណាហើយយើងធ្វើលបងខាន់នេះដោយសារយើងអត់ឲ្យមន់ដើរឆ្លងកាត់ចឹងយើងធ្វើលបងខាន់មួយនេះមើលទិដ្ឋភាពទូទៅពីក្រោយហ្នឹងឯងយើងធ្វើលបងខាន់នេះដើម្បីកុំឲ្យមន់ចូលហ្នឹងហើយនេះយើងចូលទៅខាងស្រះទឹកណាហើយដីខាងនោះទៀតយើងសល់ដើម្បីធ្វើដាំបន្លែដាំអីហើយត្រីនេះគឺយើងចិញ្ចឹមលក្ខណៈធម្មជាតិដែរមានត្រីឡាប់យ៉ាត្រីអីចឹងណាត្រីនេះមកនេះខែនេះខែប្រាំងចឹងទឹកវាពិបាកបន្តិចណាទឹករីងច្រើនដោយសារខែក្តៅបាទហើយបើសិនតែខែវស្សាទឹកឡើងដល់ទៅនោះឡើងចង់ពេញដែរនោះស្នាមទឹកឆៃណាហ្នឹងបាទហើយកន្លែងនេះគឺមន់ណាមន់ដើរជុំវិញនឹងអនរាចេញទៅបាននេះវាមកពេជ្របាច់នេះបាទរៀងខែក្តៅបាក់ទឹកតិចបាទចឹងទិដ្ឋភាពជារួមបាទចឹងអានេះយើងធ្វើនេះលក្ខណៈយើងធ្វើនេះលក្ខណៈ private ហ្មងបាទយើងអភិវឌ្ឍខ្លួនយើងចឹងបងប្អូនចង់ទិញដីទិញអីធ្វើលក្ខណៈអភិវឌ្ឍធ្វើបែបហ្នឹងយើងមិនចាំបាច់ទិញលើគម្រោងពីពុះអីណាទេយើងទិញដីមួយដុំចឹងទៅហើយយើងធ្វើម្ដងតិចណាបាទយើងកង្ហុកឲ្យបានទេយើងធ្វើតាមទឹកលុយរបស់យើងបាទចេះទិដ្ឋភាពមើលពីក្រោយផ្ទះរបស់យើងនេះបាទចឹងគឺមកបងប្អូនអាចមើលវីដេអូនេះហើយឃើញហើយមានបំណងដើម្បីធ្វើផ្ទះលំហែបែបនេះណាបងប្អូនអាចយកមើលសិក្សាធ្វើជាគំរូបានក៏បានដែរបាទចឹងយើងទើបតែចាប់ផ្ដើមធ្វើផ្ទះនេះទើបចាប់ផ្ដើមធ្វើហើយទេបាទចឹងហ្នឹងហើយនេះយើងមានបែងចែកជាច្រើនដំណាក់ដើម្បីសម្រាប់យើងធ្វើកម្មវិធីនានាណាបាទហើយក៏មានដំណាំលក្ខណៈព្រៃភ្នំណានៅទីនេះណាមានដើមប្រក់មានអីចឹងទៅទាំងអស់បាទហើយមានបាទចឹងសូមអរគុណជម្រាបលាបងប្អូនបាទអរគុណចាសុខភាពល្អសុខសប្បាយ